Thank you so much. Please also welcome my lovely translator, Yuda. សុជាតិ Oh, so tear. ចា Okay, ស្វាគមន៍ just ខ្ញុំ as ខ្លួនឯង lovely. ចា Okay, first I just want to apologize for coming late for church. ចាតើជាទីដំបូងហ្នឹងខ្ញុំសូមទោសដែរដែលខ្ញុំមករៀងយឺតបន្តិចក្នុងវេនថ្វាយគុំព្រឹកនេះ I think for 30 years I've never been late for church. ចាក្នុងរយៈពេល30ឆ្នាំរបស់ខ្ញុំខ្ញុំមិនដែលមកចូលរួមវេនថ្វាយគុំយឺតទេ But today when we key in the location, the Grab, we key in Brighton Community Church Phnom Penh. ចាពេលខ្ញុំដាក់នៅក្នុងទីតាំងតាម pass out Grab មកហ្នឹងខ្ញុំដាក់ថាទីតាំងពហិយយើង And after a while I realized it's going in the wrong direction. ចាពេលជិះទៅមានអារម្មណ៍ថាដូចខុសផ្លូវហើយ So we had to search for the right location. អញ្ចឹងយើងព្យាយាមរក location ដែលត្រឹមត្រូវ Yeah, that's why we're late. នេះជាហេតុផលដែលខ្ញុំយឺតព្រឹកនេះ I apologize. ខ្ញុំសូមទោសដល់លោកអ្នកបងប្អូនដែរ Maybe in 10 years time, ប្រហែលជាក្នុងពេលរយៈពេល10ឆ្នាំ there'll be so many Brighton Community Church Phnom Penh. ប្រហែលជាមានក្រុមជំនុំយើងច្រើន A lot of people will be getting lost going to the correct អ one. ញ្ចឹងប្រហែលជាមានមនុស្សគាត់ច្រឡំមិនដឹងទៅសាខាមួយណាអញ្ចឹងទៅ Amen? Amen. Okay, 18 years ago in 2007, I made my first trip to Cambodia. អញ្ចឹងកាលពីឆ្នាំ2017ខ្ញុំបានមកកម្ពុជាជាលើកដំបូង I spent only 48 hours in Phnom Penh. អញ្ចឹងខ្ញុំចំណាយពេលប្រហែលជាតែ2ថ្ងៃទេនៅក្នុងទីក្រុងភ្នំពេញ But I felt that God was speaking clearly to me. តែពេលហ្នឹងខ្ញុំមានអារម្មណ៍ថាព្រះជាម្ចាស់មានព្រះបន្ទូលច្បាស់ណាស់មកកាន់ខ្ញុំនៅពេលហ្នឹង There were so many Cambodians who had never heard of Jesus Christ. មានប្រជាជនកម្ពុជាជាច្រើនដែលគាត់អត់ទាន់បានឮដំណឹងល្អអំពីព្រះយេស៊ូវ And the young people I met were open to the gospel. ហើយគ្រប់មនុស្សវ័យជំទង់ដែលខ្ញុំជួបពួកគាត់ពីច្រើនគាត់ជាមនុស្សដែលបើកចិត្តដើម្បីស្ដាប់ដំណឹងល្អ God was clearly at work in this land. ហើយគាត់ដឹងច្បាស់ណាស់ព្រះជាម្ចាស់កំពុងធ្វើការនៅក្នុងទឹកដីកម្ពុជានេះ And I was convinced that we should come here and plant a church in Phnom Penh. ហើយពេលនោះខ្ញុំទទួលបានការជឿជាក់នឹងថាពួកយើងគួរតែមកដើម្បីដាំក្រុមជំនុំប្រៃតននៅក្នុងភ្នំពេញហ្នឹង So by faith we set out to obey. អញ្ចឹងដោយសេចក្តីជំនឿរបស់យើងចាប់ផ្ដើមដោយការស្ដាប់បង្គាប់ព្រះជាម្ចាស់ It was very difficult getting started. អញ្ចឹងពេលដែលយើងចាប់ផ្ដើមដំបូងហ្នឹងគឺថាពិបាកមែនតើ We sent many teams from Singapore to come here to reach out to the university students. យើងបានបញ្ជូនក្រុមមកពីប្រទេសសិង្ហបុរីដើម្បីមកជួយឈោងចាប់ទៅលើក្រុមយុវជនដែលគាត់ជាសិស្សនៅសាកលវិទ្យាល័យ Progress was very slow, but over time some of them accepted Christ. អញ្ចឹងរបៀបដែលយើងធ្វើហ្នឹងគឺយើងធ្វើប៉ុន្តែហាក់ដូចជាដំណើរការដូចជាយឺតដល់ហើយប៉ុន្តែពីមួយពេលទៅពេលយើងនៅតែមានមនុស្សដើម្បីមកទទួលជឿព្រះអង្គ And after several years of hard work, we started Brighton Community Church in the Frangipani Hotel, 2016. រយៈពេលជាង 2-3 ឆ្នាំដែលយើងខិតខំហ្នឹងយើងក៏បានចាប់ផ្ដើមក្រុមជំនុំរបស់យើងដំបូងនៅសន្តាគារនៅទូតពងនោះ Some of you here will still remember those early days. អញ្ចឹងលោកអ្នកបងប្អូនខ្លះជាសមាជិកអាចចាំនៅពេលកំឡុងពេលហ្នឹង We were making progress until the pandemic hit us in 2020. អញ្ចឹងក្រុមជំនុំចាប់ផ្ដើមរីកចម្រើនបន្តិចម្ដងរហូតដល់ថ្ងៃមួយហ្នឹងគឺ COVID ចូលមកដល់ And then suddenly we could not gather in town anymore. អញ្ចឹងពេលហ្នឹងជាពេលដែលយើងមិនអាចជួបជុំគ្នាបាននៅក្នុងក្រុមជំនុំ And Brother Bunred was very kind to let us meet in his house, help us get over, survive that difficult period. អញ្ចឹងពេលហ្នឹងបងមុនរ៉េតក៏បានបើកផ្ទះគាត់ដើម្បីទទួលយើងដាក់ថ្វាយបង្គំនៅពេលហ្នឹង Even then we lost many people, including some of those who had been with us from the beginning. អញ្ចឹងនៅកំឡុងពេល COVID ហ្នឹងហើយក៏មានការបាត់បង់សមាជិកជាច្រើនដែរទោះបីជាសមាជិកមួយចំនួនគាត់នៅជាមួយយើងតាំងពីដើមមកក៏បាត់ខ្លះដែរ So Pastor Alvin and Amelia, they had to restart everything after COVID ended 2 years ago. អញ្ចឹងពីឆ្នាំមុននេះគឺ Pastor Alvin និងប្រពន្ធគាត់បានចាប់ផ្ដើមអ្វីៗឡើងវិញម្ដងទៀត And some of you may recall that I challenged you to win more people to Christ so that we will outgrow the old venue we were meeting at. លោកបងប្អូនខ្លះប្រហែលជាចាំការពីយើងនៅអាគារចាស់លោកគ្រូគាត់បានលើកទឹកចិត្តយើងជំរុញយើងឲ្យយើងចាប់ផ្ដើមឈោងចាប់មនុស្សឲ្យច្រើនទៀតរហូតដល់អាគារយើងជួចាស់ហ្នឹងពេញលេញមានកន្លែងអង្គុយ And you responded enthusiastically and many new people came. អញ្ចឹងយើងក៏បានឆ្លើយតបជាមួយនឹងចិត្តរំភើបក្នុងការឈោងចាប់មនុស្សហើយក៏មានមនុស្សជាច្រើនចូលមកក្នុងក្រុមជំនុំពេលហ្នឹងដែរ And as promised, we rented this current bigger place so that more people can come. អញ្ចឹងដោយការសន្យាយើងក៏បានធ្វើការជួទៅលើអាគារមួយនេះដែលធំជាងមុនដើម្បីឲ្យមនុស្សជាច្រើនបានមកក្នុងអាគារនេះថែមទៀត And not only that, we also added our two first full-time Cambodia staff, Striker and Tarot. ចាមិនតាមពីនឹងយើងក៏បានរីកចម្រើនដំណាក់កាលមួយទៀតរហូតដល់យើងបានមានបុគ្គលិកពេញពេលក្នុងក្រុមជំនុំមានស្រីកាហើយនឹងថារិតដែលគាត់ជាបុគ្គលិកពេញពេលនៅក្នុងក្រុមជំនុំយើង And I hear that they've been doing a wonderful job. ហើយយើងបានស្ដាប់ឮពីកិច្ចការដែលគាត់បានធ្វើបានល្អមែនតើ
Let's put our hands together to thank them. ចាសូមទះដៃដើម្បីអរគុណពួកគាត់ And now today our hearts are full of joy as we celebrate with the 16 brothers and sisters who are getting baptized. ហើយថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រំភើបមានអំណរមែនទែនដែលយើងមានបងប្អូនរួមជំនួសរបស់យើងថ្ងៃនេះដែលគាត់នឹងទទួលពិធីបុណ្យជាមួយទឹកនៅថ្ងៃនេះ The last 10 years have been full of ups and downs. កាលពីដំណើរក្នុងក្រុមជំនុំយើង10ឆ្នាំមុននេះគឺយើងមានដំណើរជីវិតឡើងចុះឡើងចុះ But through it all, we see that God has been good. ប៉ុន្តែទោះបីជាដំណើរនៅក្នុងការងាររបស់យើងឡើងឬចុះប៉ុន្តែយើងនៅតែឃើញអំពីភាពស្មោះត្រង់របស់ព្រះអង្គសម្រាប់យើង And we celebrate His goodness today. ហើយថ្ងៃនេះគឺជាថ្ងៃដែលយើងអបអរជាមួយនឹងភាពស្មោះត្រង់របស់ព្រះអង្គ We also want to look forward to the future. ហើយយើងក៏នឹងរំពឹងទៅខាងមុខដែលយើងនឹងអបអរថែមទៀតជាមួយនឹងភាពស្មោះត្រង់របស់ព្រះអង្គដែរ Better things are going to come, and all of you have a part to play in it. ហើយរឿងកិច្ចការដែលល្អៗនឹងកើតឡើងក្នុងជំនុំរបស់យើងហើយលោកអ្នកបងប្អូននឹងជាចំណែកមួយក្នុងកិច្ចការទាំងអស់នោះ That's why today my sermon title is You Only Live Once, YOLO. អញ្ចឹងថ្ងៃនេះជាហេតុផលដែលយើងមានមេរៀននឹងចំណងជើងថាយើងរស់តែម្ដងទេក្នុងជីវិតរបស់យើងហ្នឹង And I want to speak to you from Acts chapter 16, verses 1 to 5 in the Bible. ហើយខ្ញុំនឹងលើកនៅអត្ថបទគម្ពីរដើម្បីចែករំលែកជាមួយលោកអ្នកបងប្អូននៅក្នុងអត្ថបទគម្ពីរកិច្ចការចំពុកទី16ខ1ដល់5 Yes, please read. ចាខ្ញុំនឹងអានជូនលោកពោបានទៅដល់ក្រុងដឺបេនិងក្រុងលីស្ត្រាហើយនៅទីនោះមានសិស្សម្នាក់ឈ្មោះធីម៉ូថេជាកូនរបស់ស្ត្រីសាសយូដាម្នាក់ដែលជាអ្នកជឿតែឪពុកជាសាសក្រិចគាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមពួកបងប្អូននៅក្នុងក្រុងលីស្ត្រានិងក្រុងអ៊ីកូនៀមលោកពោចង់ឲ្យធីម៉ូថេរួមដំណើរជាមួយលោកហើយលោកបាននាំគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យដោយព្រោះយោគយល់ដល់សាសយូដាដែលនៅស្រុកនោះត្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសក្រិចពេលពួកលោកធ្វើដំណើរកាត់ក្រុងទាំងនោះពួកលោកប្រគល់សេចក្តីសម្រេចរបស់ពួកសាវកនិងពួកចាស់ទុំនៅក្រុងយេរូសាឡឹមដល់គេដើម្បីឲ្យគេអនុវត្តតាមដូច្នេះក្រុមជំនុំទាំងប៉ុន្មានមានជំនឿកាន់តែរឹងមាំហើយចំនួនពួកសិស្សក៏ចេះតែចម្រើនឡើងរាល់ថ្ងៃ This is a story of how God brought two men together to fulfill His purpose. នេះគឺជាសាច់រឿងដែលព្រះជាម្ចាស់បាននាំយកបុគ្គលពីរនាក់ដើម្បីមកបំពេញឲ្យបាននៅគោលបំណងរបស់ព្រះអង្គ The first was the Apostle Paul. ទី1គឺលោកសាវកប៉ូល Now, all the early Christians were Jews. លោកអ្នកបងប្អូននៅក្នុងក្រុមជំនុំដំបងភាគច្រើនអ្នកដែលគាត់ជាអ្នកដែលក្រុមជំនុំដំបងគឺជាសាសយូដា The Jews looked down on other races, so they kept the Christian faith very much to themselves. គឺគាត់សាសយូដាហ្នឹងគឺគាត់ហាក់ដូចជាមើលងាយទៅកាន់ពួកអ្នកសាសដតីហើយទុកសេចក្តីជំនឿដែលគាត់មានជាមួយព្រះអង្គតែឯងទេ But God wanted other people to know Him as well. ប៉ុន្តែគោលបំណងរបស់ព្រះជាម្ចាស់ព្រះអង្គចង់ឲ្យមនុស្សដតីទៀតស្គាល់ព្រះអង្គដែរ So He sent Paul to tell non-Jews called Gentiles about Jesus. អញ្ចឹងលោកសាវកប៉ូលព្រះជាម្ចាស់បានត្រាស់ហៅគាត់ឲ្យបញ្ជូនគាត់ដើម្បីទៅប្រាប់ពួកអ្នកសាសទៅព្រោះអ្នកដែលសាសដែលមិនមែនជាយូដាដែលយើងហៅថាសាសដតីហ្នឹងឲ្យគេបានលឺអំពីព្រះអង្គដែរ And Paul traveled widely to preach the gospel. អញ្ចឹងលោកសាវកប៉ូលគាត់ធ្វើដំណើរជាច្រើនកន្លែងពីកន្លែងមួយទៅកន្លែងមួយដើម្បីប្រកាសដំណឹងល្អអំពីសេចក្តីសង្គ្រោះ Along the way, he met this young man called Timothy. អញ្ចឹងក្នុងដំណើរគាត់ក្នុងការប្រកាសដំណឹងល្អពីកន្លែងមួយទៅកន្លែងមួយហ្នឹងគាត់ក៏ជួបជាមួយនឹងលោកធីម៉ូថេ And there is much we can learn from this story. អញ្ចឹងមានរឿងជាច្រើនដែលយើងអាចរៀនពីសាច់រឿងនៅក្នុងអត្ថបទគម្ពីរនេះ Today, I will share with you three things that are relevant to us as we celebrate 10 years as a church. ហើយខ្ញុំនឹងលើកយក3ចំណុចដើម្បីមកចែករំលែកលោកអ្នកបងប្អូនដែលពាក់ព័ន្ធជាមួយនឹងពាក់ព័ន្ធច្រើនជាមួយនឹងក្រុមជំនុំរបស់យើងក្នុងការដែលយើងអបអរខួប10ឆ្នាំហ្នឹង And the first is this: we have joined a journey for life. ទី1លោកអ្នកបងប្អូនយើងបានមករួមគ្នារួមដំណើរជាមួយគ្នាតែមួយ Many years ago, I spoke to a church member in Singapore. មានច្រើនឆ្នាំកន្លងទៅខ្ញុំបាននិយាយទៅកាន់សមាជិកក្រុមជំនុំនៅសិង្ហបុរី He was not very regular in church. គាត់មិនមែនជាបុគ្គលដែលមកក្រុមជំនុំទៀងទាត់ទេ He did not want to participate in anything. ហើយគាត់ក៏មិនចង់ចូលរួមគ្រប់សកម្មភាពរបស់ក្រុមជំនុំអីដែរ So I tried to persuade him to take his faith more seriously. អញ្ចឹងខ្ញុំក៏ព្យាយាមនឹងការទៅបញ្ចុះបញ្ចូលប្រាប់គាត់ឲ្យគាត់បានឈរក្នុងក្តីសំណឿរបស់គាត់ឲ្យបានលក្ខណៈថារឹងប៉ឹងឡើង And his response surprised me. អញ្ចឹងអាពេលដែលគាត់ឆ្លើយតបមកកាន់ខ្ញុំហ្នឹងខ្ញុំរៀងភ្ញាក់ផ្អើលដែរ He said the main reason he came to church was for the sake of his children. គាត់ថាហេតុផលដែលគាត់មកពហិគឺសម្រាប់ការល្អសម្រាប់កូនគាត់ទេជាប្រយោជន៍សម្រាប់កូនគាត់ទេ He felt the church was good for them because it taught them good things. ដោយសារតែមកពហិនៅពហិគេបរៀនសេចក្តីល្អអញ្ចឹងបរៀនសេចក្តីល្អទៅកាន់កូនគាត់ហ្នឹងឯងជាហេតុផលដែលគាត់មក
But he didn't see a need for the church for himself personally. អញ្ចឹងគាត់អត់ឃើញថាក្រុមជំនុំជាអីមួយដែលជួយឲ្យគាត់រីកចម្រើនឬក៏សម្រាប់គាត់ខ្លួនឯងទេ How about you? ចុះសម្រាប់លោកអ្នកបងប្អូនវិញ What do you think the church exists for? តើលោកអ្នកគិតថាហេតុអីបានជាត្រូវមានក្រុមជំនុំត្រូវការចូលរួមជាមួយក្រុមជំនុំ What is your motive for coming to church? តើអីដែលជាបំណងចិត្តរបស់យើងដែលយើងមកក្នុងក្រុមជំនុំរៀងរាល់ថ្ងៃអាទិត្យហ្នឹង Is it just an activity that you participate in once a week on Sunday? តើវាគ្រាន់តែជាកម្មវិធីមួយសម្រាប់គ្រិស្តបរិស័ទត្រូវតែចូលរួមរៀងរាល់ថ្ងៃអាទិត្យមួយអាទិត្យម្ដង Is it just a place to make some friends? ឬក៏ជាពហិជាកន្លែងមួយដែលយើងគ្រាន់តែមកដើម្បីជួបជុំមិត្តភ័ក្តិឬក៏បង្កើតមិត្តភ័ក្តិ Many people think that way. ក៏មានមនុស្សជាច្រើនគាត់គិតតាមបែបរបៀបនោះដែរ But that is not what God has put us in church for. ប៉ុន្តែនោះមិនមែនជាហេតុផលដែលព្រះជាម្ចាស់បានបង្កើតឲ្យមានជាក្រុមជំនុំនោះទេ Why did God bring us all together like this? អញ្ចឹងចុះហេតុអីបានជាព្រះជាម្ចាស់បាននឹកនាំយើងឲ្យយើងមករួមគ្នាជាមួយគ្នាហ្នឹង Today's Bible passage gives us a clue. អញ្ចឹងនៅថ្ងៃនេះអត្ថបទគម្ពីរនឹងប្រាប់យើងអំពីចំណុចទាំងអស់ហ្នឹង Verse 3 says, Paul wanted to take Timothy along on the journey. ក្នុងអត្ថបទគម្ពីរនិយាយថាលោកសាវកប៉ូលចង់ឲ្យលោកទីម៉ូថេរួមដំណើរជាមួយលោក Paul traveled to many different places to tell people about Jesus and to start new churches. លោកសាវកប៉ូលគាត់បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយក្នុងការប្រកាសដំណឹងល្អឲ្យដាំក្រុមជំនុំពីកន្លែងដែលគាត់ទៅហ្នឹង And Paul invited Timothy to join him in his journey. អញ្ចឹងលោកសាវកប៉ូលគាត់អញ្ជើញលោកទីម៉ូថេឲ្យចូលមកដើម្បីរួមដំណើរកិច្ចការជាមួយគាត់ហ្នឹង But it was not just a physical journey. តែលោកអ្នកបងនេះមិនមែនជាអីមួយគ្រាន់តែមកដើម្បីជាផ្នែករូបកាយរបស់គាត់ឲ្យមានមនុស្សម្នាក់មួយទៀតទៅជាមួយទេ That was the start of a beautiful relationship and a fruitful partnership. ប៉ុន្តែគឺជាការចាប់ផ្ដើមមួយដោយទំនាក់ទំនងហើយនឹងធ្វើកិច្ចការដែលមានផលផ្លែរួមជាមួយគ្នា Timothy became a dear spiritual son to Paul. ហើយលោកសាវកទីម៉ូថេហ្នឹងក៏ជាគេហៅថាកូនសំណប់ខាងឯកវិញ្ញាណសម្រាប់លោកសាវកប៉ូលដែរ Paul trusted him and relied on him greatly in his ministry. លោកសាវកប៉ូលគឺគាត់ទុកចិត្តលោកទីម៉ូថេស្រឡាញ់គាត់ហើយដាក់កិច្ចការឲ្យគាត់ធ្វើដោយទំនុកចិត្តនៅក្នុងកិច្ចការក្រុមជំនុំផងដែរ And together they won many people to Christ and planted many churches. ចឹងតាមរយៈការរួមជាមួយគ្នារបស់គាត់ទាំងពីរនាក់បាននាំមនុស្សជាច្រើនឲ្យជឿលើព្រះអង្គហើយបង្កើតក្រុមជំនុំជាច្រើនផងដែរ Eventually, Paul was put on trial in Rome for preaching the gospel. អញ្ចឹងដល់ពេលមួយដែលលោកសាវកប៉ូលត្រូវបានគេចាប់គាត់ដាក់គុកដោយសារតែគាត់ដើរប្រកាសដំណឹងល្អហ្នឹង And he knew that he would soon be executed. ហើយលោកសាវកប៉ូលដឹងថាគាត់ដល់ពេលណាមួយគាត់នឹងត្រូវគេសម្លាប់ចោលហើយ In his last letter, he asked Timothy to come and visit him. អញ្ចឹងនៅក្នុងចុងក្រោយនៅសម្បត្តិរបស់លោកប៉ូលគឺលោកប៉ូលបានហៅឲ្យលោកទីម៉ូថេមកសួរសុខទុក្ខគាត់ He wanted to see Timothy one last time before he died. គាត់ចង់ជួបលោកទីម៉ូថេមុនពេលដង្ហើមចុងក្រោយរបស់គាត់ដែលគាត់ស្លាប់ទៅ Paul and Timothy traveled together on a lifelong journey. លោកសាវកប៉ូលហើយនិងលោកទីម៉ូថេគាត់មិនមែនគ្រាន់តែមករួមដំណើររយៈពេលខ្លីប៉ុន្តែគាត់រួមដំណើរក្នុងរយៈពេលដ៏វែងជាមួយគ្នា And in the same way, we are all on a journey together. អញ្ចឹងដូចគ្នាដែរដូចយើងកំពុងតែរួមដំណើរមួយជាមួយគ្នាផងដែរ Church is not just an activity that you engage in once a week. អញ្ចឹងមានន័យថាក្រុមជំនុំមិនមែនជាសកម្មភាពអីមួយដែលយើងមកគ្រាន់តែជួបគ្នាមួយអាទិត្យម្ដងទេ It is about going through life together, fulfilling the mission that God has given to us. គឺជាក្រុមជំនុំដែលយើងដើរក្នុងដំណើរជីវិតរួមគ្នាសុខទុក្ខរួមគ្នាហើយនឹងមានបំណងចិត្តរួមគ្នាគេហៅថាចិត្តឆេះឈូសរួមគ្នាក្នុងការចាញ់ទៅឈោងចាប់មនុស្សឲ្យទទួលជឿព្រះអង្គរួមគ្នាដែរ It is not an easy or short journey. វាមិនមែនជាការរួមដំណើរមួយដែលងាយស្រួលទេហើយវាក៏មិនមែនជាការរួមដំណើរបែបខ្លីៗដែរ The Bible tells us how we should run this journey in Hebrews chapter 12 verses 1 to 2. នៅក្នុងអត្ថបទគម្ពីរបានប្រាប់យើងពីរបៀបដែលយើងរត់ប្រណាំងក្នុងជីវិតយើងនៅក្នុងផែនដីនេះដូចក្នុងអត្ថបទគម្ពីរហេព្រើរបានប្រាប់យើងដូច្នេះដែលមានស្មោបន្ទាល់ជាច្រើនដល់ម្លេះនៅព័ទ្ធជុំវិញយើងត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុកនិងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញហើយត្រូវរត់ក្នុងទីប្រណាំងដែលនៅមុខយើងដោយអំណត់ហើយត្រូវរត់ក្នុងទីប្រណាំងដែលនៅមុខយើងដោយអំណត់ទាំងសម្លឹងមើលព្រះយេស៊ូវដែលជាអ្នកចាប់ផ្ដើមនិងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខ The Christian life is a race, លោកអ្នកបងប្អូនសេចក្តីជំនឿរបស់យើងជីវិតយើងជាគ្រិស្តបរិស័ទគឺជាការរត់ប្រណាំង a long and difficult race, ជាការរត់ប្រណាំងក្នុងដំណើរជីវិតមួយដែលវាវែងហើយវាពិបាកដែរ a race that we must run with endurance. តែយើងមិនមែនគ្រាន់តែរត់ទេយើងរត់ហើយដោយមានចិត្តអំណត់អត់ធ្មត់ផងដែរ And it is very easy to get distracted from running the race. អញ្ចឹងនៅពេលដែលយើងរត់ហ្នឹងក៏យើងមានការជួបជាមួយនឹងបញ្ហាលំបាកក្នុងការនាំយើងឲ្យយើងគេហៅថារំខានដល់យើងផងដែរ
We all know many people who have dropped out of that race. លោកអ្នកបងប្អូនក៏បានដឹងថាមានមនុស្សជាច្រើនដែលគេបានដកខ្លួនចេញដោយសារនៅក្នុងគេរត់ប្រណាំងហ្នឹង But we fix our eyes on Jesus and run together. We will be able to finish the race. អញ្ចឹងបើសិនបើយើងនៅជាមួយគ្នារួមជាមួយគ្នាយើងរត់ប្រណាំងរួមជាមួយគ្នាយើងមើលសម្លឹងទៅមើលទៅកាន់ព្រះអង្គជាមួយគ្នានោះយើងនឹងរត់ដល់ទីបញ្ចប់រួមជាមួយគ្នាផងដែរ And it will be worth it. ហើយវានឹងស័ក្តិសមនឹងការដែលយើងបានចំណាយពេលទាំងប្រមាណដែលយើងរត់ជាមួយគ្នាហ្នឹង So when you become a follower of Jesus Christ, He enrolls you in a journey that lasts for life. អញ្ចឹងនៅពេលដែលព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យយើងមកដាក់រួមបញ្ចូលយើងជាមួយគ្នាគឺឲ្យយើងរួមជាមួយគ្នារហូតដល់ជីវិតចុងក្រោយរបស់យើងមិនមែនតែខ្លីហើយរត់បាត់ទេ He wants you to turn away from your old way of living. ហើយព្រះជាម្ចាស់ក៏ប្រងឲ្យយើងបានបែរចិត្តយើងចេញពីរបៀបចាស់របៀបរស់នៅចាស់និស្ស័យចាស់របស់យើងផងដែរ You no longer live for yourself. យើងលែងរស់នៅក្នុងភាពគិតប្រយោជន៍សម្រាប់តែខ្លួនឯងទៀតហើយ You no longer live to please other people. ហើយយើងក៏មិនរស់នៅក្នុងការធ្វើមិនឲ្យអ្នកដទៃគាប់ចិត្តអ្នកដទៃដែរ You live for God. យើងរស់នៅដើម្បីគាប់ប្រហាតីព្រះអង្គ You pursue Him with all your heart. យើងចង់ចេញដេញតាមបំណងប្រហាតីរបស់ព្រះជាម្ចាស់អស់ពីចិត្តរបស់យើង You seek to become more and more like Jesus. ហើយយើងចង់ឲ្យជីវិតរបស់យើងបានដូចជាព្រះគ្រីស្ទកាន់តែក្រាន់ឡើង It's a lifelong journey. ហើយវាជាដំណើរជីវិតរួមមួយដែលវាវែង If you understand this, it will totally change the way you look at church. អញ្ចឹងបើសិនជាលោកអ្នកបងប្អូនយល់នៅក្នុងមេរៀននេះលោកអ្នកបងប្អូននឹងមានផ្នត់គំនិតថ្មីអំពីការគិតអំពីក្រុមជំនុំ Church is no longer just a place you go to. អញ្ចឹងក្រុមជំនុំមិនមែនជាអីមួយគ្រាន់តែខ្ញុំទៅដើម្បីជួបជុំធម្មតាទេ It is no longer just some activities to do on the weekend. មិនដូចពីមុនខ្ញុំគិតថាគ្រាន់តែជាសកម្មភាពមួយដែលខ្ញុំអាចមាននៅក្នុងចុងសប្តាហ៍ទេ Instead, it is made up of people you are traveling together with through life. ប៉ុន្តែគឺជាក្រុមជំនុំមួយដែលយើងមករួមគ្នាក្នុងដំណើរជីវិតចែករំលែកអំពីជីវិតជាមួយគ្នាក្នុងដំណើរជីវិតយើងផែនដីហ្នឹង We have traveled on this journey in Phnom Penh for 10 years together. លោកអ្នកបងប្អូនយើងបានរួមដំណើរជាមួយគ្នានៅក្នុងក្រុមជំនុំនៅលើផែនដីនេះក្នុងរយៈពេលជាង10ឆ្នាំហើយ Along the way, some have dropped out. នៅក្នុងរយៈពេល10ឆ្នាំនៃក្រុមជំនុំដំណើររបស់យើងហ្នឹងក៏មានអ្នកខ្លះគាត់បានដកខ្លួនចេញ Some were lured away by the attractions of the world. អ្នកខ្លះក៏បានត្រូវបានទាញដោយការរំខានដល់អ្វីដែលលោកីមានសម្រាប់គាត់ Some got distracted by the problems of life. ហើយអ្នកខ្លះក៏គាត់បានដកខ្លួនចេញដោយសារតែបញ្ហានៅក្នុងជីវិតរបស់គាត់វាសកគ្រប់លើជីវិតរបស់គាត់ So sadly, they did not complete the journey. អញ្ចឹងវាជាការក្រៀមក្រំមួយដែរដែលគាត់មិនអាចរួមដំណើរហើយបញ្ចប់ដំណើររួមជាមួយយើង Let's be the people who travel together and finish this journey together. អញ្ចឹងថ្ងៃនេះខ្ញុំចង់លើកចិត្តបងប្អូនឲ្យមកដើម្បីរួមដំណើរជាមួយគ្នាហើយបញ្ចប់នៅក្នុងដំណើរយើងជាមួយគ្នាផងដែរ Because we have joined a journey for life. ពីព្រោះដែលយើងមករួមគ្នាក្នុងដំណើរជីវិតមួយសម្រាប់ជីវិតមនុស្សផ្សេងទៀត Secondly, we need to be clear about why God put us in this journey. អញ្ចឹងយើងត្រូវតែយល់ឲ្យច្បាស់ថាហេតុអីបានជាព្រះជាម្ចាស់បានដាក់យើងឲ្យរួមដំណើរនៅក្នុងជីវិតមួយហ្នឹង And the second thing we learn from today's passage is that we must proclaim the word of life. ហើយមួយទៀតគឺជាចំណុចដែលពិសេសគឺយើងត្រូវតែមករួមគ្នាហើយយើងប្រកាសអំពីព្រះបន្ទូលនៃជីវិត Remember what I said earlier. លោកអ្នកបងចាំអ្វីដែលខ្ញុំបាននិយាយមុនហ្នឹងទេ God wants everyone to know about His salvation plan. ព្រះជាម្ចាស់ព្រះអង្គចង់ឲ្យមនុស្សគ្រប់គ្នាបានឮអំពីសេចក្តីសង្គ្រោះជាគម្រោងនៃសេចក្តីសង្គ្រោះរបស់ព្រះអង្គទៅកាន់ពួកគេ Unfortunately, the Jewish Christians had kept it all to themselves. ប៉ុន្តែជាការក្រៀមក្រំនៅអ្វីដែលសាសយូដានេះគឺគេទទួលហើយគេទុកសម្រាប់តែខ្លួនឯងទេ So God sent Paul to go and tell people of other races and nations about Jesus. អញ្ចឹងលោកសាវកប៉ូលគាត់ក៏បានចេញទៅដើម្បីប្រាប់ទៅកាន់សាសដទៃផ្សេងទៀតឲ្យគេបានឮអំពីសេចក្តីសង្គ្រោះនឹងដែរ And as Paul converted a large number of Gentiles, some Jewish Christians became very upset. អញ្ចឹងនៅពេលដែលកិច្ចការលោកសាវកប៉ូលធ្វើហ្នឹងគឺគាត់បាននាំឲ្យមនុស្សដែលជាសាសដទៃហ្នឹងបានកែប្រែឲ្យទទួលជឿព្រះអង្គជាច្រើនអញ្ចឹងធ្វើឲ្យសាសយូដានេះគាត់អត់សប្បាយចិត្តជាមួយកិច្ចការលោកសាវកប៉ូលទេ They insisted that the Gentile converts must be circumcised if they want to be saved. គាត់ពួកសាសយូដាគាត់ទាមទារថាដើម្បីឲ្យសាសដទៃនេះមកទទួលក្តីសង្គ្រោះគឺពួកគេត្រូវតែទទួលពិធីកាត់ស្បែក They argued that it was not enough for Gentiles to just believe in Jesus Christ. ពួកយូដាគាត់និយាយថាវាមិនគ្រប់គ្រាន់ទេក្នុងការសាសដទៃមកគ្រាន់តែស្រែកថាខ្ញុំទទួលជឿព្រះអង្គហើយទទួលបានសេចក្តីសង្គ្រោះហើយខ្លាចជាគ្រឹះបរិស័ទគឺគាត់ទាមទារឲ្យពួកគាត់ហ្នឹងធ្វើពិធីកាត់ស្បែក They had to undergo circumcision as well because God had required all Jewish men to be circumcised. ដោយសារពួកគេថាព្រះជាម្ចាស់ទាមទារឲ្យសាសយូដាហ្នឹងគ្រប់ទាំងសាសយូដាត្រូវតែទទួលពិធី
កាត់ស្បែកហ្នឹង So they argued that if Gentiles wanted to be accepted by God, they also must become like Jews. អញ្ចឹងបានជាពួកយូដាស្ដេចក្រាំងក្តាំងថាបើសិនជាសាសដតីមកតើតែឲ្យពួកគេទទួលពិធីកាត់ស្បែកដែរបានឲ្យពួកគេបានខ្លាចជាគ្រឹះបរិស័ទហ្នឹង They insisted that Gentiles must be circumcised to be saved. អញ្ចឹងនេះជាហេតុលក្ខខណ្ឌរបស់ខាងយូដាដែលគេសាសយូដាហ្នឹងដែលគេឲ្យអ្នកសាសដតីត្រូវតែឆ្លងកាត់តាមរយៈពិធីនៃការកាត់ស្បែកហ្នឹងដើម្បីទទួលការសង្គ្រោះ And this created a serious dispute between them and Paul. ចឹងអាកិច្ចការទាំងអស់ហ្នឹងវាធ្វើឲ្យមានការតវ៉ាគ្នាជជែកវែកញែកគ្នាទៅមកជំនាញរវាងលោកសាវកប៉ូលហ្នឹងហើយនឹងសាសយូដាហ្នឹង So Paul decided to travel all the way back to Jerusalem to resolve this disagreement. អញ្ចឹងដោយសារឃើញជាហេតុផលបញ្ហាលោកសាវកប៉ូលក៏បានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីទៅក្រុងយេរូសាឡឹមដើម្បីដោះស្រាយអាបញ្ហាដែលផ្ទាស់គំនិតគ្នាហ្នឹង Because Jerusalem was where the church first started. ដោយសារតែនៅក្នុងក្រុងយេរូសាឡឹមគឺជាក្រុមជំនុំដំបូងដែលទើបតែចាប់ផ្ដើមអញ្ចឹងត្រូវទៅកន្លែងហ្នឹង And the original disciples of Jesus were spiritual leaders in Jerusalem. អញ្ចឹងសាវកដំបូងរបស់ព្រះយេស៊ូវគ្រីស្ទហ្នឹងក៏ពួកគេជាអ្នកដែលនៅក្នុងក្រុមជំនុំដំបូងមួយហ្នឹងដែរ So Paul went to Jerusalem to discuss this issue with them. អញ្ចឹងលោកសាវកប៉ូលបានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីទៅជួបពួកគាត់ដើម្បីពិភាក្សារឿងអាបញ្ហាមួយហ្នឹង And after an intense debate, the church leaders in Jerusalem agreed with Paul. ចឹងតាមរយៈពេលវេលាយ៉ាងវែងក្នុងការដែលជជែកវែកញែកតវ៉ាជជែកវែកញែកគ្នារឿងហ្នឹងរហូតដល់ពេលមួយហ្នឹងក៏ក្រុមសាវកដំបូងនិងពួកចាស់ទុំហ្នឹងក៏ព្រមតាមការស្នើសុំលោកប៉ូល They declared that Gentiles did not have to be circumcised to be saved. អញ្ចឹងពួកគេក៏ប្រកាសជាផ្លូវការថាសាសដតីមិនចាំបាច់ឆ្លងកាត់ពិធីកាត់ស្បែកដើម្បីទទួលបានសេចក្តីសង្គ្រោះទេ They only had to put their trust in Jesus Christ as their Savior. ពួកគេគ្រាន់តែដាក់សេចក្តីជឿទុកចិត្តទៅលើព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះរបស់ពួកគេ And after this was settled, Paul set out again on another journey to preach the gospel. អញ្ចឹងបន្ទាប់ពីកិច្ចការដែលលោកសាវកប៉ូលបានធ្វើការដោះស្រាយហើយលោកសាវកប៉ូលក៏ចេញទៅដើម្បីទៅទីតាំងផ្សេងទៀតដើម្បីផ្សាយដំណឹងល្អទៀត And that's when he met Timothy. ហើយនោះហើយជាកន្លែងទីតាំងដែលគាត់បានជួបជាមួយនឹងលោកធីម៉ូថេ And today's Bible passage tells us what they did after Timothy joined him. អញ្ចឹងនៅក្នុងអត្ថបទកាពីនឹងប្រាប់ពីអ្វីដែលពួកគេបានធ្វើបន្ទាប់ពីលោកយកលោកធីម៉ូថេមកចូលរួមដំណើរជាមួយលោកសាវកប៉ូល Let's look at verses 4 and 5 again. អញ្ចឹងយើងនឹងមើលនៅក្នុងឃ្លានេះម្ដងទៀតពេលលោកធ្វើដំណើរកាត់ក្រុងទាំងនោះពួកលោកប្រគល់សេចក្តីសម្រេចរបស់ពួកសាវកនិងពួកចាស់ទុំនៅក្រុងយេរូសាឡឹមដល់គេដើម្បីឲ្យគេអនុវត្តតាមដូច្នេះក្រុមជំនុំទាំងប៉ុន្មានមានជំនឿកាន់តែរឹងមាំហើយចំនួនពួកសិស្សចេះតែចម្រើនឡើងរាល់ថ្ងៃ Why did Paul ask Timothy to leave his family behind to travel together with Paul? ចុះហេតុអីបានជាលោកសាវកប៉ូលបានប្រាប់លោកធីម៉ូថេឲ្យចាក់ចេញពីគ្រួសាររបស់គាត់ដើម្បីរួមដំណើរជាមួយនឹងគាត់ It was not to bring him sightseeing or to see the world. មិននាំមកខ្ញុំមកឲ្យមើលពិភពលោកដ៏ធំក្រៅពីនៅកន្លែងហ្នឹងមិនអញ្ចឹងទេ Paul had brought Timothy along to join in his mission of preaching the gospel. គឺលោកសាវកប៉ូលបានអញ្ជើញយកលោកធីម៉ូថេមករួមដំណើរដើម្បីចេញទៅប្រកាសដំណឹងល្អរួមគ្នា To persuade as many people as possible to put their faith in Jesus Christ. ដើម្បីរួមគ្នាទៅបញ្ចុះបញ្ចូលឲ្យមនុស្សគ្រប់ទាំងជាតិសាសន៍ដែលគាត់ទៅហ្នឹងឲ្យគេបានទទួលសេចក្តីសង្គ្រោះទទួលសេចក្តីជំនឿលើព្រះយេស៊ូវហ្នឹង And the Bible says the churches grew rapidly because Paul and Timothy were diligently proclaiming the word of life. ចឹងអត្ថបទកាពីបាននិយាយថាចំនួនអ្នកជឿកាន់តែកើនឡើងជាលំដាប់ហ្នឹងដោយសារតែកិច្ចការដែលលោកសាវកប៉ូលនិងលោកធីម៉ូថេហ្នឹងបានប្រកាសដំណឹងល្អយ៉ាងច្រើននៅក្នុងពេលហ្នឹង And that's why Paul had gone back to Jerusalem to settle the dispute. អញ្ចឹងហើយបានជាលោកសាវកប៉ូលគាត់បានទៅក្រុងយេរូសាឡឹមដើម្បីតវ៉ារឿងពិធីកាត់ស្បែកហ្នឹង Because naturally many Gentiles would reject the gospel if it required them to be circumcised. ដោយសារអីដោយសារលោកសាវកប៉ូលឃើញថានៅកំឡុងពេលគាត់ទៅប្រកាសដំណឹងល្អហ្នឹងពួកសាសដតីជាច្រើនមិនទទួលដំណឹងល្អទេដោយសារតែដំណឹងល្អហ្នឹងទាមទារឲ្យគាត់ហ្នឹងទៅធ្វើពិធីកាត់ស្បែកហ្នឹង That's why Paul went back to Jerusalem to settle that dispute. ហើយនោះជាហេតុផលដែលលោកសាវកប៉ូលគាត់ទៅក្រុងយេរូសាឡឹមហ្នឹងដើម្បីទៅតវ៉ារឿងហ្នឹង And once the Jerusalem church agreed with him, Paul quickly went back to preaching the gospel again. ចឹងគ្រាន់តែខាងក្រុមជំនុំដំបូងនៅក្នុងក្រុងយេរូសាឡឹមហ្នឹងប្រាប់ថាធ្វើតាមលោកសាវកប៉ូលនឹងបានលោកសាវកប៉ូលភ្លាមៗហ្នឹងចេញទៅដើម្បីប្រកាសដំណឹងល្អទៀត Proclaiming the good news was Paul's greatest passion. ការដែលចេញទៅប្រកាសដំណឹងល្អពីសេចក្តីសង្គ្រោះគឺជាចិត្តមួយដែលឆេះឆួររបស់លោកសាវកប៉ូលដែលគាត់មាន He shares about it in another part of the Bible. ហើយ He shares about it in another part.
ហើ of យ the គាត់ Bible. បានចែកបាននិយាយអំពីកន្លែងនេះនៅក្នុងចំណុចផ្សេងទៀតនៅក្នុងអត្ថបទគម្ពីរ You can find it in Romans chapter 15, verses 18 to 19. លោកអ្នកបងបានឃើញនៅក្នុងអត្ថបទគម្ពីររ៉ូមជំពូកទី15ខ18ដល់19 ត្បិតខ្ញុំមិនហ៊ាននិយាយអ្វីក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំដើម្បីនាំសាសដតីឲ្យស្គាល់ឲ្យស្ដាប់បង្គាប់ឡើយសូមអានម្ដងទៀតត្បិតខ្ញុំមិនហ៊ាននិយាយអ្វីក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំដើម្បីនាំសាសដតីឲ្យស្ដាប់បង្គាប់ឡើយទោះដោយពាក្យសម្ដីនិងកិច្ចការក្តីដោយអំណាចនៃទីសម្គាល់និងការអស្ចារ្យក្តីដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែងចាប់ពីក្រុងយេរូសាឡឹមរហូតដល់ស្រុកអ៊ីលីរីកន Firstly, Paul saw his life as a journey. ទី1គឺជីវិតរបស់លោកសាវកប៉ូលគឺជាដំណើរមួយ He talks about how far he's traveled. គឺជាដំណើរមួយដែលឆ្ងាយប៉ុណ្ណាដែលគាត់អាចទៅបាន Secondly, he was not traveling for fun. ហើយទី2គឺមិនត្រឹមតែទៅឆ្ងាយទេប៉ុន្តែក៏គាត់មិនមែនទៅដើម្បីសប្បាយដែរ He was traveling everywhere to proclaim the gospel of Christ. គឺដំណើរគាត់គឺទៅគ្រប់ទីកន្លែងដើម្បីប្រកាសពីសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ And that was why he enlisted Timothy, ដូច្នេះហើយបានជាគាត់បានយល់ហើយនឹងយកលោកធីម៉ូថេមករួមដំណើរដែរ so that together they can share in the same vision and passion of reaching unbelievers for Jesus. ដើម្បីឲ្យគាត់ទាំងពីរនាក់រួមគ្នាដែលមានចិត្តគំនិតរួមគ្នាតែមួយដែលមានគេហៅថាបេសកកម្មចក្ខុវិស័យមួយជាមួយគ្នាក្នុងការចេញទៅប្រកាសដំណឹងល្អហ្នឹង It's the same for us in the lifelong journey that we have embarked on. ហើយក៏ដូចគ្នាជាមួយនឹងដំណើរជីវិតរបស់យើងដែលយើងបានចាប់ផ្ដើមរួមជាមួយគ្នានេះផងដែរ We are commanded to proclaim the word of life. នៅក្នុងអត្ថបទគម្ពីរគឺយើងត្រូវបានទទួលពាក្យបញ្ជាពីព្រះអង្គថាឲ្យយើងចេញទៅដើម្បីប្រកាសអំពីសេចក្តីសង្គ្រោះហ្នឹង This is why we started Brighton Community Church in Singapore 25 years ago. ហើយនោះជាហេតុផលដែលយើងចាប់ផ្ដើមបើកក្រុមជំនុំយើងនៅសង្ហបុរី20ជាងឆ្នាំមុន This is also why we started Brighton Community Church in Phnom Penh 10 years ago. ហើយនេះក៏ជាហេតុផលដែលយើងចាប់ផ្ដើមក្រុមជំនុំរបស់យើង10ឆ្នាំមុននៅក្នុងក្រុមជំនុំយើងនេះផងដែរ Because we don't want to see our friends and loved ones go to hell. ដោយសារយើងអត់ចង់ឲ្យមនុស្សជាទីស្រឡាញ់ឬមិត្តភក្តិរបស់យើងអត់បានទទួលការសង្គ្រោះឲ្យទៅឋាននរកទេ We want them to receive God's forgiveness through Jesus. យើងចង់ឃើញពួកគេបានទទួលនឹងការអត់ទោសរបស់ព្រះជាម្ចាស់តាមរយៈព្រះយេស៊ូវគ្រីស្ទ We want them to be together with us forever in heaven. យើងក៏ចង់ឲ្យពួកគេរួមដំណើរជីវិតរបស់យើងនៅក្នុងនគរឋានសួគ៌ជាមួយយើងដែរ That's why we must proclaim the word of life. ដូច្នេះហើយយើងត្រូវតែចេញទៅដើម្បីប្រកាសអំពីព្រះបន្ទូលនៃជីវិតចេញទៅ The third lesson we learn from today's passage is that we are committed to dedicate our life. ទី3ដែលយើងរៀនបាននៅក្នុងអត្ថបទគម្ពីរថ្ងៃនេះគឺយើងបដិញ្ញាចិត្តក្នុងការថ្វាយជីវិតយើងទាំងស្រុងផងដែរ As I explained earlier, Paul had a serious dispute with the people who insisted that Gentiles must be circumcised to be saved and accepted by God. Sorry a bit long Okay, let's break down. As I explained earlier, ដូចខ្ញុំបញ្យល់មុននេះអញ្ចឹង Paul had a serious dispute with this group of people. លោកសាវកប៉ូលគឺគាត់បានតវ៉ាយ៉ាងខ្លាំងក្លាជាមួយនឹងពួកសាសយូដានឹងផងដែរ They insisted that Gentiles must be circumcised to be saved and to be accepted by លោក God. សាវកប៉ូលក៏គាត់តវ៉ាដែរគាត់ថាមិនត្រូវតម្រូវឲ្យខាងសាសដតីមកទទួលពិធីកាត់ស្បែកដើម្បីឲ្យពួកគេទទួលបានក្តីសង្គ្រោះទេវាមិនសម Paul didn't want this to become a barrier that hinders Gentiles from accepting Christ. អញ្ចឹងលោកសាវកប៉ូលអត់ចង់ឲ្យកិច្ចការមួយនឹងជារនាំងមួយក្នុងការខាំងមិនឲ្យសាសដតីគេចូលមកទទួលការសង្គ្រោះ So he must have been very relieved when the Jerusalem leaders agreed with him. ចឹងលោកបងឃើញពេលគាត់ទៅក្រុងយេរូសាឡឹមហ្នឹងនៅពេលដែលពួកអ្នកដឹកនាំប្រាប់ថាទទួលសំណើរបស់គាត់ហ្នឹងគាត់ប្រហែលជាធូរស្បើយអារម្មណ៍របស់គាត់ហើយពេលហ្នឹង However, the next thing he did was very surprising. ប៉ុន្តែបន្ទាប់ពីហ្នឹងអ្វីដែលយើងនឹងមើលឃើញអ្វីដែលគាត់នឹងធ្វើហ្នឹងធ្វើឲ្យយើងភ្ញាក់ផ្អើលនៅគំនិតរបស់គាត់ហ្មង Look what Acts chapter 16 verse 3 says again. យើងមើលថាគាត់នឹងធ្វើអីគេបន្ទាប់ពីហ្នឹងលោកប៉ូលចង់ឲ្យធីម៉ូថេរួមដំណើរជាមួយលោកហើយលោកបាននាំគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យដោយព្រោះយកយល់ដល់សាសយូដាដែលនៅស្រុកនោះត្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសក្រិក This is very interesting. ហើយនេះពិតជាគួរឲ្យចាប់អារម្មណ៍មែននៅក្នុងអត្ថបទនេះ Paul had worked so hard to confirm that Gentiles do not need to be circumcised to become Christians. យើងឃើញថាមុនហ្នឹងលោកសាវកប៉ូលហ្នឹងខំតវ៉ាយ៉ាងខ្លាំងក្លាដើម្បីឲ្យគេបានចេញមកថាអូខេសាសដតីមិនចាំបាច់ត្រូវធ្វើពិធីកាត់ស្បែកដើម្បីទទួលការសង្គ្រោះទេតែពេលបានអាហ្នឹងហើយគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យលោកធីម៉ូថេ Yes. Yet the first thing he did was to circumcise Timothy. ចាហ្នឹងហើយខ្ញុំនិយាយហើយមុនហ្នឹង Why would he do the very opposite of what he had
argued so strongly against? ហេតុអីគាត់ធ្វើអីផ្ទុយពីអីមួយដែលគាត់ខំមែនតើដើម្បីបានអានឹងអត់យល់ Isn't he contradicting himself? តែគាត់កំពុងធ្វើអីមួយដែលផ្ទុយពីខ្លួនគាត់មែន No, he's not. តែអត់ទេ Now, Timothy had a right not to be circumcised. លោកអ្នកបងប្អូននៅចំណុចនេះទោះបីជាគាត់កាត់ពីសាសមែនតែគាត់មានសិទ្ធិក្នុងការដែលមិនទទួលពិធីកាត់ស្បែក It has been settled that circumcision was not a necessary condition to become a Christian. ពីព្រោះគាត់យល់ថាវាមិនសំខាន់អីទេក្នុងការទៅទទួលពិធីកាត់ស្បែកដើម្បីទទួលបានសេចក្តីសង្គ្រោះហើយនឹងខ្លាចជាគ្រិស្តបរិស័ទហ្នឹង So he had a right not to be អញ្ចឹង circumcised. គាត់មានសិទ្ធិក្នុងការដែលមិនទទួលពិធីកាត់ស្បែកហ្នឹង However, Timothy was a half Jew. លោកអ្នកបងប្អូនចាំអត់ដោយសារតែលោកធីម៉ូថេហ្នឹងគឺជាសាសពាក់កណ្ដាលសាសយូដាពាក់កណ្ដាលសាសក្រិក Because of this, many Jews will be upset that as a Jew, he had not been circumcised. អញ្ចឹងអ្នកដែលគឺជាសាសយូដាថាអូម្នាក់ហ្នឹងសាសយូដាដែរមិនបានគាត់មិនត្រូវទទួលពិធីកាត់ស្បែកអញ្ចឹងគេនឹងយកឲ្យលេសហ្នឹង And because of that, they would have rejected him. អញ្ចឹងបើសិនជាដោយសារតែហេតុផលមួយហ្នឹងគេនឹងបដិសេធលោកធីម៉ូថេហ្នឹង And they would have created a lot of opposition against Paul and Timothy. អញ្ចឹងកិច្ចការហ្នឹងនឹងអាចធ្វើឲ្យមានជាការទាស់ប្រឆាំងទៅលើកិច្ចការដែលពួកគាត់ធ្វើពីរអ្នករួមគ្នាហ្នឹង That will hinder the preaching of the gospel. ហើយវាក៏ជារនាំងមួយក្នុងការរារាំងគាត់ក្នុងការដែលគាត់ប្រកាសដំណឹងល្អដែរ That's why Paul circumcised him. នោះហើយជាហេតុផលដែលលោកសាវកប៉ូលជ្រើសរើសក្នុងការធ្វើពិធីកាត់ស្បែកឲ្យលោកធីម៉ូថេ Not because it's required, នោះមិនមែនដោយសារតែការទាមទារឬក៏ភាពចាំបាច់ត្រូវធ្វើអាហ្នឹងទេ but because that would help them to be more effective in their mission of preaching Christ. ប៉ុន្តែតាមរយៈការសម្រេចចិត្តរបស់គាត់គឺដើម្បីជួយគាត់ពីរនាក់ដើម្បីឲ្យចេញទៅប្រកាសដំណឹងល្អឲ្យវាមានប្រសិទ្ធភាពឬក៏មិនមានអីដែលរារាំងគាត់ And Timothy gave up that right because he wanted to work with Paul. ហើយលោកធីម៉ូថេគាត់ចាប់ផ្ដើមបោះបង់ចោលនៅអាសិទ្ធរបស់គាត់ចាប់ផ្ដើមធ្វើកិច្ចការទាំងអស់នោះដើម្បីគាត់អាចរួមដំណើរនឹងកិច្ចការជាមួយលោកសាវកប៉ូលដែរ He understood by giving up his right, he could help more people to know Jesus. ដោយសារគាត់យល់ថាតាមរយៈការបោះបង់ចោលនៅអាភាពផ្ទាល់ខ្លួនរបស់គាត់នៅសិទ្ធិផ្ទាល់ខ្លួនរបស់គាត់អាចធ្វើឲ្យគាត់រួមដំណើរមួយលោកសាវកប៉ូលធ្វើអីដែលគាត់ចង់ធ្វើរួមគ្នានឹង So he willingly made that sacrifice. អញ្ចឹងគាត់ស្ម័គ្រចិត្តទាំងស្រុងក្នុងការដែលលះបង់សិទ្ធិរបស់គាត់នឹង And it shows that Timothy was willing to dedicate his life to fulfill God's purpose. អញ្ចឹងចំណុចនេះហើយដែលបង្ហាញថាលោកសាវកធីម៉ូថេនឹងគាត់ថ្វាយខ្លួនគាត់ចិត្តគាត់ទាំងស្រុងទៅក្នុងកិច្ចការរួមជាមួយគ្នានឹង And that's why Paul selected Timothy to join him. ហើយនោះក៏ជាអីមួយដែលលោកប៉ូគាត់ជ្រើសរើសលោកធីម៉ូថេដែរ Paul was someone who was willing to do anything to serve God. ដោយសារលោកសាវកប៉ូជាបុគ្គលមួយដែលស្ម័គ្រធ្វើអីគ្រប់យ៉ាងទាំងអស់លះចោលទាំងអស់ដើម្បីគ្រប់យ៉ាងដើម្បីកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់ហ្នឹង There was one time Paul was warned not to go to a certain place. មានពេលមួយដែលលោកសាវកប៉ូគាត់ត្រូវបានទទួលបានគេហៅថាព្រះជាម្ចាស់បានប្រាប់គាត់កុំឲ្យគាត់ទៅកន្លែងមួយចំនួនអញ្ចឹងណាព្រោះទៅមានបញ្ហាអញ្ចឹងទៅ He was warned that his life would be in danger if he went. ថាបើទៅកន្លែងហ្នឹងជីវិតគាត់នឹងជួបនឹងគ្រោះថ្នាក់បើសិនជាទៅកន្លែងដែលគាត់ទៅហ្នឹង And his inspiring response is found in the Bible in Acts chapter 20 verses 23 to 24. ហើយកិច្ចការដែលគាត់បានឆ្លើយហ្នឹងគឺជាអីមួយដែលជួយជំរុញចិត្តយើងមែនតើដែលយើងអាចមើលឃើញក្នុងអត្ថបទគម្ពីរគ្រាន់តែដឹងថាព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ទីក្រុងថាមានចំណងនឹងទុក្ខវេទនានៅរងចាំខ្ញុំប៉ុន្តែខ្ញុំមិនរាប់ជីវិតខ្ញុំទុកជាមានតម្លៃពិសេសដល់ខ្ញុំឡើយឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំដោយអំណរព្រមទាំងការងារដែលខ្ញុំបានទទួលពីព្រះអង្គម្ចាស់យេស៊ូវគឺឲ្យខ្ញុំបានធ្វើបន្ទាល់សពគ្រប់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ Paul was fully committed to serving God and preaching the gospel. លោកសាវកប៉ូគឺគាត់មានការលះបង់ទាំងស្រុងហើយនឹងបដិញ្ញាក្នុងការដែលគាត់ធ្វើការប្រកាសដំណឹងល្អហ្នឹង He was willing to give up his rights. គាត់សង្កត់ថាជីវិតគាត់គឺគ្មានន័យអីទេគឺថាគាត់លះបង់ទាំងជីវិតគាត់ផងដែរ He was even willing to give up his life if necessary. គាត់ថាបើសិនថាត្រូវអស់ជីវិតគាត់វាត្រូវលក្ខខណ្ឌហ្នឹងត្រូវអស់ជីវិតគាត់ក៏អស់ទៅ He recruited Timothy because Timothy shared that same passion with him. មួយទៀតគាត់រើសលោកធីម៉ូថេមករួមដំណើរជាមួយគាត់នៅសារធីម៉ូថេហ្នឹងមានចិត្តគំនិតគេហៅមនុស្សមានចិត្តគំនិតរួមតែមួយជាមួយគាត់ដូចគ្នា It's the same for us. ទាំងដូចគ្នាមួយនឹងយើងដែរ There are many things we are not required to do. មានរឿងជាច្រើនដែលយើងមិនត្រូវទាមទារឲ្យធ្វើអីទេ We can insist on our rights. យើងអាចបដិសេធដោយសារតែយើងគិតថានេះជាសិទ្ធិរបស់ខ្ញុំមិនត្រូវធ្វើអាហ្នឹង However, that is not how God wants us to live. ប៉ុន្តែយ៉ាងណាមិញមិនមែនជារបៀបនៅជីវិតមួយដែលព្រះជាម្ចាស់ចង់ឲ្យយើងរស់នៅទេ God calls us to put the interests of other people above our own.
ដោយសារតែព្រះជាម្ចាស់បានត្រាស់ហៅយើងមកឲ្យយើងលះចោលនៅអាភាពគិតអំពីប្រយោជន៍ខ្លួនឯងនេះគឺដើម្បីឈោងចាប់អ្នកដទៃដើម្បីអ្នកដទៃទៀត God calls us to be willing to dedicate our lives to serve Him. ព្រះអង្គចង់ឲ្យយើងបានគេហៅថាលះបង់ទាំងស្រុងថ្វាយទាំងស្រុងក្នុងការដែលបម្រើព្រះអង្គ God calls us to pour our time, our money, our resources into serving people and preaching the good news. ព្រះអង្គឲ្យយើងបានថ្វាយទាំងពេលវេលារបស់យើងថ្វាយទាំងធនធានរបស់យើងក្នុងការដែលចេញទៅរួមគ្នាប្រកាសដំណឹងល្អអំពីសេចក្តីសង្គ្រោះទៅកាន់មនុស្សហ្នឹង This church exists because some people from Singapore were willing to give up their rights to come here. ក្រុមជំនុំយើងអាចចាប់ផ្ដើមរហូតដល់10ឆ្នាំបានដោយសារតែមានមនុស្សដែលគាត់បានលះបង់នៅអាភិបផ្ទាល់ខ្លួនរបស់គាត់ដើម្បីគិតប្រយោជន៍អំពីក្រុមជំនុំមកទីនេះ People like Pastor Elwin and Amelia. គឺជាដោយ Pastor Alvin ហើយនិងបងស្រី Amelia ដែរ They left behind their comfortable lifestyle. ចាគាត់បានលះបង់នៅជីវិតដែលស្រុកស្រួលរបស់គាត់នៅប្រទេសសិង្ហបុរី They gave up their career opportunities. ចាគាត់លះបង់ចោលនៅឱកាសការងារធំៗល្អៗរបស់គាត់ They gave up better education for their children. និងទាំងរួមទាំងការលះបង់ទាំងគេហៅឱកាសសិក្សាកម្រិតខ្ពស់សម្រាប់កូនគាត់ដែរ Of course, they didn't build this church alone. ប៉ុន្តែមែនតើគាត់ក៏មិនមែនកសាងក្រុមជំនុំតែម្នាក់ឯងដែរ Many of you contributed. ដោយសារតែមានលោកអ្នកបងប្អូនមួយចំនួនជាអ្នកដឹកនាំរួមដំណើរជាមួយគ្នាដែរ But without people like them, this church would not have happened. ចាបើសិនជាអត់ Pastor Alvin និងបង Emily អត់មានអ្នកដឹកនាំដែលនៅជ្រុំជ្រែងរួមដំណើរជាមួយក៏អត់មានដល់ថ្ងៃនេះដែរ What's going to happen to Brighton Community Church Phnom Penh in another 10 years? តើនឹងមានអីកើតឡើងនៅក្នុងក្រុមជំនុំយើងរយៈពេល10ឆ្នាំទៀត That depends on all of you, not just Pastor Elwin and Amelia. ចា10ឆ្នាំទៀតយ៉ាងណាគឺមិនមែនអាស្រ័យទៅលើតែ Pastor និងប្រពន្ធគាត់ទេគឺអាស្រ័យទៅលើយើងរួបរวมដំណើរជាមួយគ្នានឹង I can assure you that all over Phnom Penh, many people start many churches. ខ្ញុំដឹងថានៅក្នុងភ្នំពេញមានមនុស្សជាច្រើនចាប់ផ្ដើមក្រុមជំនុំជាច្រើនផងដែរ And then many of them grew to about this size. ហើយក៏មានក្រុមជំនុំហាក់ប្រហែលទំហំយើងនឹងដែរ And then some of them will stagnate or even die. មានក្រុមជំនុំខ្លះគឺនៅត្រង់នៅនឹងហ្មងអត់រីកចម្រើនអត់ទៅណាទៅត្រង់ហើយក្រុមជំនុំខ្លះក៏បាត់ឈ្មោះទៅ And some of them will thrive and grow. ហើយក៏មានក្រុមជំនុំខ្លះចាប់ផ្ដើមលូតលាស់ហើយរីកចម្រើនឡើង Now this church will stagnate and die if you're unwilling to dedicate your life to building it. ចឹងក្រុមជំនុំមួយអាចនឹងជាក្រុមជំនុំដែលត្រង់ជាក្រុមជំនុំដែលអាចនឹងបាត់បិទចោលដោយសារតែអត់មានមនុស្សដែលមករួមដំណើរជាមួយគ្នាដែលថ្វាយជីវិតក្នុងការបម្រើទាំងអស់ហ្នឹង But it will thrive, it will grow if you are committed to dedicate your life to it. បើសិនជាយើងចង់ក្រុមជំនុំមួយដែលរីករូតលាស់ហើយរីកចម្រើនគឺយើងត្រូវតែរួមគ្នាយើងថ្វាយយើងលះបង់រួមគ្នាដែរ You only live once. យើងដូចអត្ថបទមេរៀនយើងរស់តែម្ដងទេក្នុងជីវិតរបស់យើង The word tells us, better do everything you can. នៅក្នុងពិភពលោកនេះគេប្រាប់ថាមួយជីវិតរស់តែម្ដងហើយត្រូវធ្វើអីធ្វើនឹងទៅ Get ahead of other people. ចាធ្វើម៉េចឲ្យយើងខ្លាំងជាងគេប្រសើរជាងគេ Make as much money as possible. រកលុយឲ្យច្រើនជាងគេ Enjoy yourself, do what you want. ចាធ្វើអីឲ្យជីវិតយើងសុខស្រួលចង់ធ្វើអីសួរខ្លួនឯងធ្វើទៅ Because you only live once, so put yourself ដោយ first. សារតែឯងមកជីវិតរស់បានម្ដងទៅអញ្ចឹងខ្វាយខ្វល់ពីខ្លួនឯងមុនទៅកុំគិតពីអ្នកដទៃអី God tells us the opposite. ប៉ុន្តែព្រះជាម្ចាស់ព្រះអង្គប្រាប់យើងផ្ទុយពីហ្នឹង You only have one life to live. ព្រះអង្គប្រាប់ថាមានជីវិតតែមួយទេរស់លើផែនដីហ្នឹង Use it to glorify God and serve other people. ចារស់តែម្ដងទេអញ្ចឹងត្រូវរស់ថ្វាយសេរីរុងរឿងទៅកាន់ព្រះអង្គហើយបម្រើទៅកាន់មនុស្សផ្សេងទៀត Use the time and resources that God has given to you to fulfill His purposes. ប្រើនៅពេលវេលាប្រើនៅធនធានរបស់យើងដើម្បីទៅសម្រេចបាននៅគោលបំណងប្រហាតីរបស់ព្រះជាម្ចាស់សម្រាប់មនុស្សផ្សេងទៀត I'm 58 this year. ខ្ញុំ58ឆ្នាំ I'm no longer a young man. Pastor ជាយ៉ាង Yes, thank you. គាត់ថាគាត់លេងក្មេងហើយ I pray I'll still be around in 10 years' time, God willing. ខ្ញុំអធិដ្ឋានថាខ្ញុំនឹងអាចនៅពេល10ឆ្នាំជាងទៅមុខទៀតបើសិនជាព្រះអង្គសពហត្ថី Not because I want to live longer, មិនដោយសារចង់រស់យូរទេ but because I hope to celebrate 20 years together with you. ប៉ុន្តែដោយសារខ្ញុំសង្ឃឹមនឹងចង់មកដើម្បីអបអរខួបរបស់ក្រុមជំនុំ20ឆ្នាំជាមួយលោកអ្នកបងប្អូន My desire is to see Brighton Community Church Phnom Penh become a church that makes a difference in this city. ខ្ញុំម្ដងចិត្តរបស់ខ្ញុំសម្រាប់ក្រុមជំនុំនេះគឺជាក្រុមជំនុំមួយដែលជាឥទ្ធិពលវិជ្ជមានទៅកាន់ទីក្រុងមួយនេះ A church made up of people who believe that they have joined in a journey for life. គឺជាក្រុមជំនុំមួយដែលជឿថាពួកគេមករួមគ្នាតែមួយក្នុងដំណើរជីវិតក្នុងការចេញទៅដើម្បី
ឈោងចាប់ជីវិតមនុស្សផ្សេងទៀតឲ្យទទួលជឿព្រះអង្គ A church that's passionately proclaiming the word of life, not just in Cambodia, but even other nations. ជាក្រុមជំនុំមួយដែលមានចិត្តក្នុងការប្រកាសដំណឹងល្អទៅកាន់ប្រទេសកម្ពុជាហើយមិនមែនត្រឹមតែប្រទេសកម្ពុជាទេសម្រាប់ប្រទេសផ្សេងផងដែរ A church full of people who are committed to dedicate their life to bless other people. ហើយក៏ជាក្រុមជំនុំមួយដែលថ្វាយទាំងស្រុងទៅកាន់ព្រះអង្គតាមរយៈប្រទានពរទៅកាន់អ្នកដទៃផងដែរ You only live once. លោកអ្នកបងប្អូនយើងរស់ក្នុងជីវិតនេះតែម្ដងទេ Let's invite the worship team to come back here. You only live once. លោកបងប្អូនរស់បានតែម្ដងទេក្នុងជីវិតនេះ How are you going to live that one life that God has given to you? តើលោកអ្នកបងប្អូននឹងរស់ក្នុងជីវិតបែបយ៉ាងណាក្នុងជីវិតដែលយើងរស់បានតែម្ដងដែលព្រះជាម្ចាស់ឲ្យយើងនៅលើផែនដីហ្នឹង Your life is God's gift to you. ជីវិតលោកអ្នកបងប្អូនដែលកំពុងមានគឺជាជីវិតដែលព្រះជាម្ចាស់បានផ្ដល់ឲ្យលោកអ្នកបងប្អូន How you live it is your gift to God. របៀបដែលលោកអ្នកបងប្អូនរស់នៅបែបណាគឺជាអំណោយទៅកាន់ព្រះជាម្ចាស់ Jesus Christ gave his one life on earth for us. ព្រះយេស៊ូវគ្រីស្ទព្រះអង្គបានមកជាជីវិតមួយសម្រាប់យើងទាំងអស់គ្នា Let us give our one life to him. ចាដូច្នេះហើយយើងគួរតែយើងសូមឲ្យយើងបានឲ្យជីវិតយើងថ្វាយជីវិតយើងតែមួយនឹងទៅកាន់ព្រះអង្គដែរ Come, let's get to our feet and close this time in prayer. ចាសូមអញ្ជើញក្រោកឈរឡើងថ្វាយបង្គំព្រះអង្គជាមួយគ្នា Let's just bow our heads, close our eyes. សូមលោកអ្នកបងប្អូនបានអោនក្បាលចុះហើយចាប់ផ្ដើមបិទភ្នែក Let's just take a moment to reflect. ខ្ញុំចង់ឲ្យលោកប្អូនបានចំណាយពេលបន្តិចដើម្បីសិញ្ជឹងគិតអំពីអ្វីដែលយើងបានឮអំពីព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះ Some of you have been here since the early days of this church. លោកអ្នកបងប្អូនខ្លះគឺបានចូលរួមជាមួយក្រុមជំនុំតាំងពីពេលដំបូង Some of you joined recently. បងប្អូនមួយចំនួនក៏ទើបតែចូលជាមួយនឹងក្រុមជំនុំដែរ Whatever it is, God put you here for a purpose. លោកបងប្អូនមិនថាលោកអ្នកបងប្អូនមកក្នុងពេលណាទេព្រះជាម្ចាស់បានដាក់លោកអ្នកបងប្អូននៅទីនេះក្នុងគោលបំណងអ្វីមួយ He's asking you to journey together with these people. ព្រះអង្គបានដាក់លោកអ្នកបងប្អូនឲ្យដំណើរជីវិតបងប្អូនបានរួមជាមួយនឹងមនុស្សនៅក្នុងក្រុមជំនុំមួយនេះ To live the rest of your life together serving God. ដើម្បីឲ្យលោកអ្នកបានរស់នៅក្នុងជីវិតមួយនៅផែនដីនេះបានរួមដំណើរបម្រើព្រះអង្គជាមួយគ្នា It's a long and difficult journey, គឺជាដំណើរមួយដែលវាពិបាកហើយក៏វាវែងដែរ but if we fix our eyes on Jesus តែបើសិនបើយើងសម្លឹងមើលទៅកាន់ព្រះអង្គ and if we run together, ហើយយើងនៅតែបន្តរត់ប្រណាំងជាមួយគ្នា we will finish the race. យើងនឹងរត់រហូតដល់ទីបញ្ចប់រួមជាមួយគ្នា Will you commit yourself to run this race together with your fellow brothers and sisters? តើលោកអ្នកបងប្អូននឹងបដិញ្ញាចិត្តរួមគ្នាក្នុងការរត់ជាមួយគ្នាជាមួយបងប្អូនរួមជំនឿរបស់យើងឬទេ Will you say, I want to make this my life purpose? តើលោកអ្នកបងប្អូនចង់ឲ្យជីវិតរបស់យើងមានគោលបំណងនេះដែរឬទេ I want this to be a church not just for myself, but for my children. ខ្ញុំចង់ឲ្យក្រុមជំនុំនេះជាក្រុមជំនុំមួយមិនមែនត្រឹមតែសម្រាប់ខ្ញុំតែសម្រាប់កូនរបស់ខ្ញុំ Let's take a moment to think about how you became a follower of Jesus Christ. សូមលោកបងប្អូនបានចំណាយពេលបន្តិចសិញ្ជឹងគិតពីរបៀបដែលលោកនឹងបានក្លាយទៅជាអ្នកដែលជឿលើព្រះអង្គដើរតាមព្រះអង្គ Somebody probably opened their mouth to tell you about Jesus. មានមនុស្សដែលគេផ្ដើមក្លាហានក្នុងការបើកមាត់ក្នុងការប្រកាសដំណឹងល្អទៅកាន់លោកអ្នកបងប្អូន They were probably very frightened to do it. ប្រហែលជាពួកគេធ្វើទាំងពួកគេមានភ័យដែរ They didn't know how you would respond. ដោយសារតែពេលដែលគេនិយាយប្រកាសដំណឹងល្អគេមិនដឹងថាលោកអ្នកបងប្អូននឹងឆ្លើយតបយ៉ាងណាទៅកាន់ដំណឹងល្អ But they chose to obey God. ប៉ុន្តែគេជឿរើសនឹងការស្ដាប់បង្គាប់ព្រះអង្គ They spoke to you about Jesus Christ. ពួកគេប្រកាសទៅកាន់លោកអ្នកបងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ They brought you to church. គេបាននឹកនាំអញ្ជើញលោកអ្នកបងប្អូនមកក្រុមជំនុំ And because of this, your life has been changed. ហើយដោយសារទាំងអស់នេះហើយគឺជីវិតរបស់លោកអ្នកបងប្អូនបានផ្លាស់ប្ដូរ Now think about all the people in your life who do not yet know Jesus Christ. ឥឡូវនេះខ្ញុំចង់លោកអ្នកបានសង្ជឹងគិតអំពីមនុស្សមួយចំនួនទៀតដែលគេមិនទាន់បានជឿព្រះអង្គ Will you go and do the same for them? តើលោកអ្នកបងនឹងធ្វើដូចគ្នាដូចអ្នកដែលគេធ្វើចំពោះលោកអ្នកបងប្អូនអត់ Will you overcome your fears and open your mouth? តើលោកអ្នកបងប្អូននឹងយកឈ្នះភាពខ្លាចខ្លាចលោកអ្នកបងប្អូនហើយបើកមាត់នឹងការប្រកាសអំពីសេចក្តីសង្គ្រោះទៅកាន់ពួកគេ Just tell them about Jesus Christ ដើម្បីគ្រាន់តែប្រាប់គេអំពីព្រះយេស៊ូវគ្រីស្ទ and leave the results to God. ហើយទុកឲ្យលទ្ធផលនៃការឆ្លើយតបរបស់បុគ្គលម្នាក់នោះទៅកាន់ព្រះ And if you keep doing that, some of them are going to respond. នៅពេលលោកអ្នកបងបន្តធ្វើប្រហែលជាមានមនុស្សខ្លះពួកគេនឹងឆ្លើយតប They will also trust in Jesus Christ. ពួកគេនឹងដាក់សេចក្តី
ចទុកចិត្តរបស់ព្រះអង្គទៅលើព្រះអង្គដែរ They will come and join us in this journey. ពួកគេនឹងចូលរួមដំណើរជាមួយយើងផងដែរ Finally, ចុងក្រោយ think about what you really want in this life. តើលោកអ្នកបងប្អូនចង់បានអីគេនៅក្នុងដំណើរជីវិតនេះ Do you just want to live it like the rest of the world? តើលោកអ្នកបងគ្រាន់តែចង់រស់នៅដូចមនុស្សនៅក្នុងលោកី Just trying to get ahead of everybody else? គ្រាន់តែចង់ឲ្យបានមានបានលើសគេចង់បាននេះបាននោះ Just trying to make money? ចង់រកលុយឲ្យច្រើន Just trying to meet your own needs? តើធ្វើអីក៏បានដែរឲ្យតែបានអ្វីដែលខ្លួនឯងត្រូវការ Just trying to enjoy your own life? ធ្វើអីក៏បានដែរខ្លួនឯងសប្បាយចិត្តខ្លួនឯង Or will we live it unselfishly? ឬមួយក៏លោកអ្នកបងប្អូននឹងរស់នៅមិនមែនសម្រាប់តែខ្លួនឯង Jesus Christ gave up his glory to come to earth as a servant. ព្រះយេស៊ូវគ្រីស្ទព្រះអង្គបានលះចោលសេរីល្អរបស់ព្រះអង្គបានមកយកភាពជាមនុស្សនៅលើផែនដី Will we be willing to lay down our rights តើយើងនឹងស្ម័គ្រចិត្តក្នុងការដែលលះចោលអាភាពផ្ទាល់ខ្លួនរបស់យើងសិទ្ធិរបស់យើង and do whatever it takes to build this church together? ធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានរួមចំណែកបានក្នុងការកសាងក្រុមជំនុំនេះរួមគ្នា Let's ask the Lord to come and give us strength. សូមអធិដ្ឋានដល់ព្រះជាម្ចាស់បានឲ្យនៅកម្លាំងដល់លោកអ្នកបងប្អូន Our Father in heaven, ព្រះវរបិតាដែលគង់នៅឋានសួគ៌ thank you for your grace. គុណអរព្រះគុណព្រះអង្គសម្រាប់ព្រះគុណព្រះអង្គ We didn't deserve it, but you saved us. ព្រះអង្គឲ្យកូនមិនស័ក្តិសមនឹងទទួលប៉ុន្តែព្រះអង្គបានសង្គ្រោះកូន Jesus did everything that needed to be done. ព្រះយេស៊ូវគ្រីស្ទព្រះអង្គបានធ្វើគ្រប់សពបែបយ៉ាងដែលត្រូវធ្វើឲ្យបានបញ្ចប់ He gave his life for us. ព្រះអង្គបានប្រគល់នៅជីវិតរបស់ព្រះអង្គសម្រាប់យើងខ្ញុំ Pour your love into our hearts, Lord, ព្រះអង្គឲ្យសូមចាក់បង្ហូរសេចក្តីស្រឡាញ់ព្រះអង្គមកក្នុងជីវិតរបស់កូន so that we will love you because you first loved us. ដើម្បីឲ្យកូនអាចស្រឡាញ់ព្រះអង្គដោយសារតែព្រះអង្គបានស្រឡាញ់កូនមុន And because we've experienced your love, we will go and love the people around us. ហើយព្រះអង្គឲ្យដោយសារកូនទទួលបានបទពិសោធន៍ក្នុងសេចក្តីស្រឡាញ់ជាមួយព្រះអង្គកូនអាចនឹងចេញទៅហើយបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកដទៃដែរ And because of our love, many people will know that we are Jesus' disciples. ព្រះអង្គឲ្យដោយសារតែសេចក្តីស្រឡាញ់ដែលព្រះអង្គមានសម្រាប់កូននឹងពីកូនទៅកាន់អ្នកដទៃគេនឹងឃើញថាកូនជាសិស្សរបស់ព្រះអង្គ And many people will be added to this family. ហើយនឹងមានមនុស្សជាច្រើនទៀតមកចូលរួមជាគ្រួសាររបស់ក្រុមជំនុំរបស់យើង Lord, we ask for the privilege of being used by you. ព្រះអង្គឲ្យកូនអរព្រគុណព្រះអង្គសម្រាប់ការឲ្យនៅអភ័យសិទ្ធិដែលព្រះអង្គឲ្យយើងខ្ញុំបានបម្រើព្រះអង្គ Help us to be salt and light in this city. ព្រះអង្គឲ្យសូមជួយកូនឲ្យកូនបានរស់ជីវិតលឺនិងអំបិលនៅក្នុងក្រុងនេះ We thank you for the last 10 years. ព្រះអង្គកូនអរព្រគុណព្រះអង្គសម្រាប់រយៈពេលពី10ឆ្នាំនេះ We pray that the next 10 years will be even more glorious. ចាហើយនៅក្នុងរយៈពេល10ឆ្នាំទៅមុខទៀតនឹងថ្វាយសេរីរុងរឿងព្រះអង្គកាន់តែច្រើនថែមទៀត And that your name will be glorified here in Brighton Community Church. ហើយព្រះនាមព្រះអង្គនឹងបានថ្វាយសេរីរុងរឿងតាមរយៈក្រុមជំនុំរបស់យើង And that many more people will call on the name of Jesus. ហើយនឹងមានមនុស្សជាច្រើននឹងស្រែកប្រកាសអំពីព្រះនាមព្រះយេស៊ូវ And entire families will be saved. ហើយក្រុមគ្រួសារពួកគេទាំងមូលនឹងទទួលបានការសង្គ្រោះផងដែរ Thank you, God. គុណអរព្រគុណព្រះអង្គ In Jesus' name we pray all this. ព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. Let's give the Lord a big hand.